វិត8យ៉ាងដែលអ្នកត្រូវតែបង្រៀនដល់កូនរបស់អ្នកទី1បង្រៀនកូនរបស់អ្នកឲ្យមានរបៀបការបង្រៀនគាត់ឲ្យមានរបៀបគឺជាទម្លាប់ល្អមួយសម្រាប់គាត់ទៅនៅពេលដែលគាត់ធំឡើងឧទាហរណ៍ថាគាត់ឲ្យគាត់ចេះប្រមូលរបស់លេងដាក់នៅកន្លែងបន្ទាប់ពីគាត់លេងហើយឬគាត់របស់សិភៅអីដែលគាត់សរសេរហើយរៀនហើយហ្នឹងគឺព្យាយាមយកទៅដាក់ឲ្យនៅកន្លែងដែលគាត់លេងរួចហើយហ្នឹងហើយនឹងឬក៏ចាប់ផ្ដើមនៅក្នុងការដែលសម្អាតបន្ទប់ដាក់ខ្នើយភួយអីជាដើមទៅទី2គឺបង្រៀនគាត់ឲ្យចេះធ្វើរបស់ញ៉ាំគឺការចេះធ្វើរបស់ញ៉ាំគឺសំខាន់នៅពេលដែលគាត់ដល់វ័យមួយគាត់អាចចេះធ្វើរបស់ញ៉ាំខ្លួនឯងអាចយករបស់ញ៉ាំដោយខ្លួនឯងអញ្ចឹងពេលដែលគាត់ធំឡើងគាត់មានទម្លាប់មួយគាត់ចេះធ្វើរបស់ញ៉ាំដោយមិនពឹងតែទិញរបស់នៅខាងក្រៅទី3គឺបង្រៀនគាត់ឲ្យចេះសន្សំការសន្សំនោះគឺបង្រៀនគាត់ឲ្យចេះសន្សំទាំងលក្ខណៈការបើកទឹកប្រើប្រាស់ការបើកភ្លើងបើសិនជាមិនចាំបាច់តែយើងត្រូវបិទឬក៏យើងទម្លាប់ឲ្យកូនយើងចាយដូចជាប្រចាំថ្ងៃយើងត្រូវបង្រៀនគាត់ឲ្យសន្សំហើយយើងត្រូវឲ្យជាឧទាហរណ៍ថាបើសិនជាថ្ងៃណាមួយយើងលេងឲ្យលុយគាត់ចាយតើគាត់អាចមានលុយពីណាចាយហើយមួយទៀតបើសិនជាគាត់ចង់បានរបស់ល្អអីសម្រាប់ខ្លួនឯងឬក៏គាត់ចង់ទិញកាដូអីសម្រាប់ឲ្យលោកគ្រូអ្នកគ្រូគាត់តើគាត់មានលុយអីសម្រាប់នៅក្នុងការដែលទិញរបស់ទាំងហ្នឹងហើយចំណុចមួយទៀតគឺបង្រៀនគាត់ឲ្យចេះដោះស្រាយបញ្ហាមានន័យថាពេលដែលមានគាត់ចំនួនកើតឡើងឧទាហរណ៍ថាចំនួនរវាងបងរវាងប្អូនឬក៏ពួកម៉ាក់តើគាត់ជ្រើសរើសផ្លូវមួយណានៅក្នុងការដោះស្រាយបញ្ហាឧទាហរណ៍ថាគាត់ជ្រើសរើសក្នុងការផ្លូវដោះស្រាយក្នុងការទៅជែកគ្នាឬក៏ក្នុងការដែលដើរចេញដើម្បីបញ្ជាពីបញ្ហាអញ្ចឹងការបង្រៀនគាត់បែបហ្នឹងគឺបង្រៀនឲ្យគាត់មានភាពរឹងប៉ឹងនៅក្នុងការដោះស្រាយបញ្ហានៅក្នុងជីវិតទៅថ្ងៃអនាគតមួយទៀតគឺបង្រៀនគាត់ឲ្យចេះជួសជុលនៅរបស់តូចឧទាហរណ៍ថាសម្ភារៈលេងរបស់គាត់វាខូចវាបាក់វាបែកអញ្ចឹងយើងត្រូវបរៀនគាត់ឲ្យគាត់នៅក្នុងការនៅក្នុងការដែលជួសជុលរបស់ទាំងអស់ហ្នឹងដើម្បីបង្ហាញថាមុននឹងគាត់បោះបង់របស់អីចោលមួយគឺគាត់ព្យាយាមជួសជុលវាប្រើប្រាស់សិនមុននឹងពេលដែលគាត់បោះបង់វាចោលចំណុចមួយទៀតគឺបង្រៀនគាត់ឲ្យចេះចែករំលែកមានន័យថាបើចេះចែករំលែកតាមរយៈឧទាហរណ៍បើសិនជាគាត់រៀនបកាយជាងមិត្តភក្តិគាត់ចេះចែករំលែកចេះបញ្យល់របស់មិត្តភក្តិទៅដល់មិត្តភក្តិគាត់ដែលមិត្តភក្តិគាត់ហ្នឹងរៀនមិនបកាយជាងគាត់ឬក៏គាត់មានរបស់អីញ៉ាំគាត់អាចចែករំលែកទៅពួកម៉ាក់របស់គាត់ដែលគាត់នៅជាមួយអញ្ចឹងអាហ្នឹងគឺវាជាចំណុចល្អមួយដែលធ្វើឲ្យកូនយើងហ្នឹងគឺមានសន្តានចិត្តល្អចេះចែករំលែកតាំងពីតូចចំណុចមួយទៀតគឺជាចំណុចសំខាន់គឺបង្រៀនគាត់ចេះអត់ធ្មត់មានន័យថាបើសិនជាគាត់ចង់បានរបស់លេងឬក៏របស់អីមួយគាត់ស្នើសុំមកឪពុកម្ដាយយើងត្រូវបញ្យល់គាត់ថាតើកូនត្រូវធ្វើម៉េចដើម្បីបានរបស់ទាំងនោះទី1បើសិនគាត់អាចខំប្រឹងប្រែងរៀនឲ្យបានបន្ទុកល្អឬក៏ទីមួយទៀតគឺគាត់អាចបាននៅពេលដែលគាត់ថ្ងៃខួបកំណើតរបស់គាត់ឬក៏ជាថ្ងៃពិសេសបែបហ្នឹងគឺបង្រៀនឲ្យកូនមានភាពអត់ធ្មត់ពីព្រោះអ្វីនៅថ្ងៃមុខគឺមិនមែនបានមកដោយងាយទេពីព្រោះនៅពេលដែលគាត់ទៅចាប់ផ្ដើមធ្វើការសន្សំលុយខ្លួនឯងគាត់អាចត្រូវរងចាំមានន័យថាបង្រៀនគាត់ឲ្យចេះរងចាំទីចំណុចចុងក្រោយគឺបង្រៀនគាត់ឲ្យចេះដឹងពាក្យថាខុសឬក៏ថាត្រូវមានន័យថាទោះបីជាអ្នកដទៃគេយល់ថារឿងនឹងជារឿងត្រឹមត្រូវប៉ុន្តែយើងត្រូវបង្រៀនគាត់ឲ្យចេះលើកពីហេតុផលថាគាត់យល់ថារឿងនឹងវាជារឿងត្រឹមត្រូវហេតុអីបានគាត់យល់ថាត្រឹមត្រូវគាត់យល់ថារឿងនឹងជារឿងខុសតើហេតុអីបានជារឿងនឹងខុសបានជាខុសការធ្វើបែបហ្នឹងគឺបង្រៀនគាត់ឲ្យមានការទទួលខុសត្រូវឲ្យមានគាត់បង្រៀនគាត់ឲ្យចេះប្រើគំនិតរបស់គាត់ថាគាត់យល់ថាត្រូវខុសគឺបែបនេះគាត់យល់ថាត្រូវគឺបែបនេះមានន័យថាគាត់យើងបង្រៀនឲ្យគាត់មានការគិតអញ្ចឹងបើសិនជាបងប្អូនចាប់ផ្ដើមបង្រៀនចំណុចទាំងអស់នឹងដល់កូនពួកគេនឹងធំឡើងមានការទទួលខុសត្រូវមានឯករាជ្យភាពលើខ្លួនឯងនឹងចេះចាត់ចែងជីវិតដោយខ្លួនឯងដោយត្រឹមត្រូវអរគុណច្រើនបងប្អូនទាំងអស់គ្នា